ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ឈុតទូផ្ទះបាយមួយឈុតនេះគឺខ្ញុំរៀបចំជូនបងប្រុសនៅខាងក្រាំងក្នុងដែលទីតាំងទូរបស់គាត់នេះគឺគាត់មានប្រភេទទូឈើខាងក្រោមទូខាងលើក៏មានឈើដែរតែដោយសារទូខាងក្រោមគាត់មានសភាពពុកផុយខូចអស់ហើយគាត់ប្រើបានតែ3ឆ្នាំទេហើយសម្រាប់ឈុតទូផ្ទះបាយមួយឈុតនេះគឺគាត់ឲ្យខ្ញុំរៀបចំប្រភេទទូ inox 304ហើយប្រភេទទូនេះគឺគាត់កាច់កែងអក្សរ L ពីមុនមកគឺទូគាត់មានតែទូត្រង់នៅខាងក្រោមទូឈើរបស់គាត់នោះទេប៉ុន្តែដោយសារបងប្រុសគាត់ថាការប្រើប្រាស់រឿងចង្អៀតហើយដាក់អីវ៉ាន់អត់គ្រាន់ដូច្នេះបងប្រុសគាត់ឲ្យខ្ញុំកាច់កែងមកខាងបង្អួចស្ដាំដៃនេះប្រវែង2.2 ម៉ែត្រទៀតសម្រាប់ទូនេះដែរគឺຂະຫນາດ3 ម៉ែត្រកែងជាមួយនឹង2.2 ម៉ែត្រហើយសម្រាប់ទូនេះដែរគឺគាត់ឲ្យខ្ញុំរៀបចំតាមទូចាស់របស់គាត់ដូចគ្នាគ្រាន់តែកន្លែងកាច់កែង L នេះគាត់ដកចង្ក្រានមកដាក់ខាងបង្អួចវិញហើយប្រភេទទ្វីហើយនឹងថ្នាក់កដាលអីគឺគាត់ប្រើប្រាស់ប្រចាំថ្ងៃគាត់ថាងាយស្រួលក្នុងការដាក់អីវ៉ាន់បានច្រើនហើយសម្រាប់ឈុតទូផ្ទះបាយដែលខ្ញុំបានរៀបចំចេញទៅភាគច្រើនភ្ញៀវគាត់កំងយកតែ inox លេខ1 304ទេហើយសម្រាប់ស្លឹកទ្វីអីគឺដូចខ្ញុំនិយាយវីដេអូមុនៗអញ្ចឹងគឺយើងមានបត់ស្លឹកតែសាច់តែមួយមេតិជាអីគឺយើងអត់ប្រើប្រភេទយកទីបមកហើយយើងបត់ស្លឹកហើយយកមកចុចលើស្នាមស្លឹកហ្នឹងដើម្បីឃើញជាមេតិជាឃើញតំណគ្នាខណៈអីគឺអត់ទេអ្វីដែលសំខាន់គឺយើងពិបាកជូតផងបងប្អូនពេលជូតទៅយើងរៀងស្រាវដៃហើយបងប្អូនអាចមើលបានសម្រាប់ប្រភេទទូផ្ទះបាយទូ inox 304គឺកម្រាស់1លីប្រភេទម៉ាប់ខ្មៅអធិស្ឋានហើយប្រភេទម៉ាប់នេះគឺប្រភេទម៉ាប់ធម្មជាតិបងប្អូនហើយការប្រើប្រាស់របស់បងប្អូនកាន់តែងាយស្រួលកាន់តែមានទំនុកចិត្តហើយគុណភាពវិញគឺ the best ហ្មងបងប្អូនគឺស្អាតហើយអ្វីដែលសំខាន់នោះគឺអត់បារម្ភផ្នែកពុកផុយក្រីស៊ីទៀតទេបងប្អូនប្រើប្រាស់ជាមួយនឹងប្រភេទទូ inox បែបនេះចាក់ទឹកមកស្រឡាញ់អរគុណបងប្អូនជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយហេង